តាអ្នកធ្លាប់ជួបស្ថានភាពមានសង្ឃឹមហើយស្រាប់តែត្រូវអស់សង្ឃឹមវិញអត់អារម្មណ៍មួយនេះវាពិតជាធ្វើឲ្យយើងថាអស់កម្លាំងតស៊ូពីក្នុងខ្លួនរលែងវាធ្វើឲ្យយើងកាន់តែអស់សង្ឃឹមជាងការដែលយើងធ្លាប់អស់សង្ឃឹមពីមុនមកទៅទៀតផ្ទៃមេឃនាពេលល្ងាចចាប់ផ្ដើមប្រែពណ៌ស្រអាប់ប៉ុន្តែសម្រាប់មេសាពិភពលោករបស់នាងហាក់ងងឹតស្លុបជាងមេឃទៅទៀតតួលេខបំណុលកំពុងដេញតាមពីក្រោយធ្វើឲ្យនាងដកដង្ហើមស្ទើរតែមិនដល់គ្នានាងអង្គុយសម្លឹងមើលផ្ទះដែលជាជម្រកដែលនាងធ្លាប់រស់នៅនិងជាកន្លែងដែលផ្ទុកនៅរាល់អនុស្សាវរីយ៍រាប់មិនអស់ក្នុងជីវិតឆាប់នេះវត្ថុមួយយ៉ាងនេះនឹងលែងជាកម្មសិទ្ធិរបស់នាងទៀតហើយប៉ុន្តែនៅថ្ងៃមួយពន្លឺព្រះអាទិត្យដ៏កក់ក្ដៅស្រាប់តែជះមកលើជីវិតរបស់មេសាជាថ្មីប្អូនប្រុសនិងប្អូនថ្លៃរបស់នាងបានដើរចូលមកជាមួយពាក្យសម្ដីដែលធ្វើឲ្យនាងមិនដែលធ្លាប់រំពឹងទាល់តែសោះប្អូនថ្លៃរបស់នាងក៏បាននិយាយជាមួយនាងថាបងស្រីពួកខ្ញុំសម្រេចចិត្តហើយថាពួកខ្ញុំនឹងលក់ឡានយកលុយមកឲ្យបងសងគេសិនចំណែកផ្ទះបងពួកខ្ញុំនឹងទទួលទុកសិនចុះវិនាទីនោះមេសាហាក់មានអារម្មណ៍ថាដូចមានទេវតាកំពុងចុះមកប្រោសជីវិតរបស់នាងមិននឹកស្មានថាប្អូនសុខចិត្តលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេហើយវាគឺជាទ្រព្យសម្បត្តិដែលពួកគេប្រឹងប្រែងសន្សំមកជាយូរដើម្បីតែជួយសង្គ្រោះនាងពីបំណុលដ៏ធ្ងន់ធ្ងរមួយនេះទាល់តែសោះយប់នោះដែរមេសាដេកលក់ទាំងទឹកភ្នែកនាងដកដង្ហើមបានធូរទ្រង់ជាលើកដំបូងបន្ទាប់ពីហប់ខ្យល់អស់ជាច្រើនខែកន្លងមកនេះគ្រានោះនាងដឹងគុណប្អូនរបស់នាងជាខ្លាំងក្នុងចិត្តប្រាប់ខ្លួននាងថាបើសិននាងអាចឆ្លងផុតរឿងដ៏លំបាកមួយនេះបានដាច់ខាតនាងមិនយករឿងបំណុលទៅពឹងពាក់ប្អូនម្ដងទៀតនោះទេប៉ុន្តែក្តីសុបិនដ៏ផ្អែមល្ហែមនេះវាមានអាយុកាលមិនដល់24ម៉ោងផងព្រឹកថ្ងៃបន្ទាប់សំឡេងទូរស័ព្ទបានបន្លឺឡើងមេសាលើកទូរស័ព្ទទាំងស្នាមញញឹមប៉ុន្តែអ្វីដែលទទួលបានមកវិញគឺសំឡេងញ័ររបស់ប្អូនថ្លៃបងស្រីពួកខ្ញុំសុំទោសពួកខ្ញុំមិនអាចលក់ឡានជួយបងបានទេហើយក៏មិនអាចយកផ្ទះបងបានដែរព្រោះពួកខ្ញុំគិតចុះឡើងពួកខ្ញុំមិនអាចបន្ថែមបំណុលមកលើខ្លួនឯងបានទៀតទេពាក្យសម្ដីទាំងនោះវាប្រៀបដូចជាព្រួញបាញ់ចំកណ្ដាលដើមទ្រូងរបស់មេសាអញ្ចឹងក្នុងនាមជាបងនាងយល់ច្បាស់ណាស់ថាការដែលប្អូនប្រុសនិងប្អូនថ្លៃព្រមជួយនាងវាគឺជារឿងធ្ងន់ធ្ងរសម្រាប់គ្រួសារប្អូនប៉ុន្តែអ្វីដែលធ្វើឲ្យនាងឈឺចាប់បំផុតគឺអារម្មណ៍នៃការដែលត្រូវគេបោះបង់ចោលទាំងកណ្ដាលទីមេសាមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សម្នាក់ដែលកំពុងលង់ទឹកក្នុងមហាសមុទ្រដ៏ត្រជាក់ស្រឹបក្នុងពេលដែលនាងជិតដាច់ខ្យល់ស្រាប់តែមានដៃទាំងគូចាប់ទាញនាងពីក្នុងទឹកយ៉ាងកក់ក្ដៅនាងខំប្រឹងស្រវាចាប់ដៃនោះទាំងក្តីសង្ឃឹមចុងក្រោយប៉ុន្តែគ្រាន់តែបានចាប់មិនបានទាំងទាញផុតពីទឹកផងដៃនោះក៏ស្រាប់តែដកចេញទៅវិញនាងធ្លាក់ចូលទៅក្នុងទឹកវិញទាំងមិនដឹងខ្លួនធ្លាក់ចូលទៅក្នុងទឹកកាន់តែជ្រៅរឹតតែត្រជាក់ជាងមុននិយាយទូរស័ព្ទចប់នាងចង់យំក៏ទឹកភ្នែកលែងមានចិត្តនាងឈឺខ្លាំងណាស់ឈឺរហូតនិយាយលែងចាញ់ប៉ុន្តែទោះជាឈឺយ៉ាងណាមេសានៅតែមិនអាចអន់ចិត្តឬក៏ខឹងសម្បានឹងប្អូនរបស់នាងដែរនាងមានតែខំមាត់សង្កត់ចិត្តរួចប្រាប់ខ្លួនឯងទាំងទឹកភ្នែកថាប្អូនជួយយើងច្រើនមកហើយមេសាឯងកុំបន្ទោសប្អូនអីមេសាអង្គុយសម្លឹងមើលភាពទទេស្អាតនៅចំពោះមុខនាងមេរៀនដ៏អស់សង្ឃឹមមួយនេះបានបង្រៀននាងថាទោះជាត្រូវហែទឹកកណ្ដាលព្យុះតែម្នាក់ឯងទាំងអស់កម្លាំងក៏នាងត្រូវតែរុញខ្លួនឯងឲ្យទៅមុខបន្តទៀតបើគ្មានដៃអ្នកណាសង្គ្រោះក៏នាងត្រូវតែរៀនសង្គ្រោះខ្លួនឯងឲ្យបានព្រោះក្នុងโลกនេះមនុស្សដែលយើងអាចពឹងផ្អែកបានយូរអង្វែងបំផុតនឹងត្រូវតែរឹងមាំបំផុតគឺមានតែខ្លួនឯងនេះហើយនៅក្នុងជីវិតគ្មានអ្វីដែលសប្បាយចិត្តជាងការឃើញពន្លឺនៃជំនួយក្នុងពេលអាសន្ននោះឡើយប៉ុន្តែក៏គ្មានអ្វីដែលឈឺចាប់ជាងការត្រូវគេបោះបង់ចោលកណ្ដាលទីដោយដៃទាំងគូដែលយើងធ្លាប់ជឿជាក់បំផុតនោះដែរសូមកុំបន្ទោសអ្នកដែលមិនអាចជួយអ្នកបានព្រោះគ្មានអ្នកណាម្នាក់មានកាតព្វកិច្ចត្រូវលង់ទឹកស្លាប់ជាមួយនឹងអ្នកឡើយការដែលគេព្រមជួយវាគឺជាទឹកចិត្តប៉ុន្តែការដែលគេមិនបានជួយវាគឺជាភាពចាំបាច់របស់គេផងដែរ
សាច់រឿងរបស់មេសាប្រហែលជាកំពុងកើតឡើងចំពោះនរណាម្នាក់នៅទីនេះសូមចែករំលែករឿងនេះទៅកាន់អ្នកដែលកំពុងតស៊ូដូចនាងសូមកុំឲ្យភាពខកបំណងមកបញ្ឈប់ការតស៊ូរបស់អ្នកអីណាថ្ងៃនេះអ្នកអាចយំឲ្យអស់ចិត្តប៉ុន្តែថ្ងៃស្អែកអ្នកត្រូវតែងើបឡើងតស៊ូដើម្បីខ្លួនឯងម្ដងទៀត